ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមយកប្រភេទជាម្ហូបមួយយ៉ាងដែលងាយលឿនហើយសម្រាប់បងដែលអត់សូវមានពេលក្នុងការចម្អិនអីងាយមែនតើហើយចំណាយតិចទៀតបងហើយត្រូវជាមួយមួយរយៈនេះដែរអាកាសធាតុក៏មេឃរៀងភ្លៀងរៀងត្រជាក់អញ្ចឹងទៅបើសិនជាបងធ្វើជាប្រភេទម្ហូបនឹងញ៉ាំនៅផ្ទះអីគឺល្អមែនតើគឺជួយបញ្ចេញញើសបញ្ចេញអីសម្រាប់បងដែលផ្ដាសាយអីក៏ជួយបានច្រើនដែរហើយវិធីធ្វើវិញកាន់តែងាយទៀតបងអញ្ចឹងសម្រាប់ជើងមាន់ផ្ទាល់ដែរគឺដោយសារគ្រួសាររបស់ខ្ញុំជាទូទៅធ្វើតែងតែស្រោះវាចោលសិនដោយសារជើងមាន់រៀងមានក្លិនឆ្អាបក៏អាចនឹងរៀងធំក្លិនធំអីអញ្ចឹងណាបងអញ្ចឹងយើងលាងហើយយើងស្រោះសម្អាតវាឲ្យស្អាតយកតែមែនតែនហើយសម្រាប់គ្រឿងដែលយើងប្រើជាមួយស្ងោរជ្រក់ជាទូទៅដោយបងធ្លាប់ប្រើអញ្ចឹងគឺយើងមានតែគល់ស្លឹករៃរំដេងម្ទេសខ្ទឹមក្រហមខ្ទឹមសអីអញ្ចឹងមកហើយស្លឹកជីដែលយើងប្រើប្រាស់រដូវហ្នឹងជីនាងវងជីរណាស្លឹកខ្ទឹមអីអញ្ចឹងទៅបងហើយសម្រាប់ផ្សិតថ្ងៃនេះដែរគឺខ្ញុំយកជាប្រភេទផ្សិតភ្លើងមាន់បងនេះដែរមកយកមកប្រើជាមួយនឹងប្រភេទស្ងោរជ្រក់អញ្ចេះទៀតគឺចូលជាតិឆ្ងាញ់មែនតើបងហើយស្វិតល្អញ៉ាំជាមួយនឹងប្រភេទជូរហឹរអញ្ចេះទៀតគឺត្រូវគ្នាមែនតើហើយសម្រាប់វិធីសាស្ត្រនៃការធ្វើរបស់នាងខ្ញុំដែរគឺងាយមែនតើអញ្ចឹងនៅពេលដែលទឹកពុះហើយគឺនាងខ្ញុំបានបងដុំស៊ុបដើម្បីឲ្យវាចេញជាតិនៅក្នុងទឹកស៊ុបអញ្ចឹងណាបងហើយសម្រាប់គ្រឿងវិញខ្ញុំដាក់ជារំដេងស្លឹកក្រូចគល់ស្លឹកគ្រៃអីអញ្ចឹងទៅហើយបន្ទាប់មកខ្ញុំឲ្យវាពុះបន្តិចខ្ញុំបង់ជើងមាន់ចូលហើយសម្រាប់ម្ទេសជាមួយនឹងខ្ទឹមវិញគឺខ្ញុំយកទៅរំលីងឲ្យឈ្ងុយហើយយកបុកដើម្បីយកមកដាក់តាមក្រោយហើយគ្រឿងវិញបងអាចប្រើគ្រឿងដែលមាននៅក្នុងផ្ទះរួចស្រាប់ហ្នឹងណាបងអញ្ចឹងបងដាក់ទឹកត្រីស្ករប៊ីចេងអីតាមចំណង់ចំណូលចិត្តហើយបងដាក់ផ្សិតចូលមកក្របដើម្បីឲ្យវាពុះអញ្ចឹងទៅគឺចូលជាតិឆ្ងាញ់ល្មមមែនតើបងហើយសម្រាប់ក្លិនវិញគឺឈ្ងុយសាយភាយពេញផ្ទះតែម្ដងបងអើយអញ្ចឹងឥឡូវទឹកស៊ុបរបស់ខ្ញុំបានពុះហើយក៏បានចូលជាតិត្រឹមត្រូវល្អអស់ដែរសម្រាប់រសជាតិវិញគឺជូរហឹរដិតអញ្ចឹងបងចូលចិត្តហឹរប៉ុណ្ណាបងដាក់កាន់តែហឹរកាន់តែឆ្ងាញ់ហើយទឹកស៊ុបវិញឃើញពណ៌ស្រស់ស្អាតមែនតើបងអញ្ចឹងបន្ទាប់ពីទឹកស៊ុបពុះរួចរាល់ហើយគឺខ្ញុំបង់ជីជាមួយនឹងក្រូចឆ្មាចូលទៅក្នុងហ្នឹងរួចជាការស្រេចហើយបងសម្រាប់ម្ហូបនេះដែររសជាតិណាបងគួរតែដាក់រៀងដិតបន្តិចទាំងហឹរទាំងជូរទាំងប្រៃគឺនៅពេលដែលរសជាតិដិតល្អដែរគឺញ៉ាំទៅរៀងបង្កើនរសជាតិទៅតាមនឹងដែរអញ្ចឹងណាបងសម្រាប់ជើងមាន់នេះដែរគឺខ្ញុំចំណាយពេលរម្ងាស់ត្រឹមតែ20នាទីទេប៉ុន្តែគឺសាច់ជើងមាន់ល្មួតល្អហើយទន់ឈ្ងុយឆ្ងាញ់មែនទែនបងអញ្ចឹងបងអាចសាកធ្វើតាមខ្ញុំបានណាហើយម្ហូបនេះខ្ញុំក៏បានរួចរាល់ដែរអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនទាំងអស់គ្នាភ្លក់ម្ហូបជាមួយខ្ញុំទាំងអស់គ្នាណាពុកម៉ែបងប្អូនអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការចូលទស្សនាហើយនេះជាវីដេអូគ្រាន់តែចង់ចែករំលែកពីវិធីសាស្ត្រផ្សេងគ្នាក្នុងការចម្អិនអញ្ចឹងសម្រាប់ការលើសលួខុសឆ្គងអីសូមពុកម៉ែបងប្អូនធ្វើការអធិស្ឋានផង